ធ្វើជាមនុស្សកុំរស់ទៅតាមពាក្យដែលគេថាអ្នកខ្លះថាឲ្យយើងរីកចម្រើនអ្នកខ្លះថាឲ្យយើងអន្តរាយក៏មានដែរមនុស្សយើងមានចំណុចយ៉ាប់មួយគឺរស់ទៅតាមអារម្មណ៍របស់អ្នកដទៃហើយធ្វើអីគឺតន់តោទៅតាមពាក្យដែលគេថាធ្វើនោះខ្លាចគេថាធ្វើនេះខ្លាចគេថានិយាយទៅឲ្យតែធ្វើអីមួយភ័យរឿងខ្លាចគេថានឹងមុនមកអ្នកត្រូវចាំថានៅក្នុងសង្គមមួយហ្នឹងបើសិនជាយើងយកពាក្យគេថាយកមកដាក់ជាឧបសគ្គទាំងអស់គ្នារើខ្លួនអត់រួចទេធ្វើអីក៏គេចាំតែថាយើងដែរនៅពេលដែលយើងក្រគេថាយើងនឹងវាអត់គំនិតនៅពេលដែលយើងមានបានគេថាយើងនឹងវាហៃសូវាដូរចរិតនៅពេលដែលយើងស្ងាត់ស្ងៀមគេហៅយើងនឹងសងំចាំតែយកសុខហើយនៅពេលដែលយើងចែកម្លែកចេញសកម្មភាពគេថាយើងនឹងសម្ដែងនៅពេលដែលយើងចេះរស់ស៊ីចេះធ្វើទីផ្សារគេថាយើងនឹងចូលនៅពេលដែលយើងអត់ចេះរស់ស៊ីអត់ចេះធ្វើអីសោះគេថាយើងនឹងគ្មានគំនិតអ្នកខ្លះមកថាឲ្យយើងនឹងមិនមែនមានន័យថាគាត់នឹងក្រាន់បើជាងយើងឬក៏ធ្វើការងារអីមានផ្លែផ្កាជាងយើងទេគាត់តែពេលខ្លះគាត់មិនយល់ដូចយើងហើយគាត់មកនិយាយថាយើងនឹងធ្វើអីក៏ខុសដែរពីពេលនេះទៅកុំស្ដាប់ពាក្យគេនិយាយច្រើនពេកស្ដាប់បេះដូងខ្លួនឯងខ្លះផងហើយពេលដែលចេញធ្វើអីកុំយកពាក្យគេនិយាយនឹងមកដាក់មុខឲ្យសោះទៅសួរខ្លួនឯងសិនថារឿងដែលយើងកំពុងធ្វើនឹងមានប្រយោជន៍ដែរអត់ហើយវាសំខាន់ប៉ុណ្ណានៅក្នុងជីវិតរបស់យើងបើសិនជាវាសំខាន់ហើយវាមានប្រយោជន៍សម្រាប់ជីវិតរបស់យើងទោះបីជាអ្នកណានិយាយឲ្យបែកផែនដីទៀតក៏ត្រូវតែទៅធ្វើដែររឿងទី2សួរខ្លួនឯងមើលថាស្រឡាញ់ការងារនឹងប៉ុណ្ណាហើយចូលចិត្តវាប៉ុណ្ណាហើយធ្វើវាកើតអត់បើសិនការងារនឹងជាការងារដែលមានប្រយោជន៍ហើយយើងចូលចិត្តវាទៀតអ្នកណានិយាយអីក៏សែងទៅចិត្តគេទៅចុងក្រោយទៅសួរថាការងារដែលខ្លួនឯងកំពុងធ្វើនឹងវាស្របច្បាប់ដែរអត់វាប៉ះពាល់ជាមួយអ្នកណាដែរអត់បើយើងចូលចិត្តវាហើយវាជាការងារដែលមានប្រយោជន៍ហើយវាស្របច្បាប់គ្មានប៉ះពាល់អ្នកណាទេធ្វើវាទៅប្រឹងធ្វើវាឲ្យបានផលក្រៃលោថ្ងៃណាមួយអ្នកដែលថាយើងនឹងគាត់អាចមកពឹងពាក់យើងបាននៅថ្ងៃក្រោយវាអត់សំខាន់នៅលើពាក្យដែលគេថាទេវាសំខាន់នៅលើយើងខ្លួនឯងតើប្រកបជាមួយនឹងការងារនឹងកម្រិតណាហើយអាចមានវិធីធ្វើវាឲ្យមានប្រយោជន៍បានកម្រិតណាអ្នកតែចាំថានៅពេលដែលយើងអត់ប្រយោជន៍មិនបាច់និយាយអីសោះក៏ខុសដែរកំពុងតែប្រឹងវ័យយើងកំពុងតែបញ្ចេញកម្លាំងគុំទៅចំណែនជាមួយនឹងវ័យគេដែលកំពុងតែសោយសុខពេលខ្លះគេលំបាកច្រើនណាស់ទម្រាំតែគេបានសោយសុខអញ្ចឹងវ័យយើងកំពុងប្រឹងត្រូវតែមានមោទនភាពត្រូវតែមានជំនឿចិត្តជាមួយអ្វីដែលយើងខំប្រឹងធ្វើនាពេលបច្ចុប្បន្នបដោតធ្វើវាឲ្យអស់ចិត្តគុំលវើលវាយទៅប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតគេអ្នកខ្លះខំប្រឹងធ្វើការបានល្អជីវិតយើងបើយើងមិនខ្លាំងទេនរណាក៏មើលងាយយើងដែរនៅក្នុងសង្គមគឺបែបនេះឯងពេលដែលយើងមិនខ្លាំងគ្មាននរណាម្នាក់កោតក្រែងយើងទេគ្មាននរណាម្នាក់ឲ្យតម្លៃយើងទេមានតែការប្រមាថមានតែការបំពានហើយកុំឆ្ងល់តែហេតុអីជីវិតជួបរឿងអយុត្តិធម៌រហូតតែអញ្ចឹងឯងនៅលើโลกនេះគ្មានអ្វីស្មើភាពគ្នាទេរវាងអ្នកខ្លាំងនិងអ្នកខ្សោយធ្វើជាមនុស្សកុំរស់ទៅតាមពាក្យដែលគេថាអ្នកខ្លះថាឲ្យយើងរីកចម្រើនអ្នកខ្លះថាឲ្យយើងអន្តរាយក៏មានដែរមនុស្សយើងមានចំណុចយ៉ាប់មួយគឺរស់ទៅតាមអារម្មណ៍របស់អ្នកដទៃហើយធ្វើអីគឺតន់តោទៅតាមពាក្យដែលគេថាធ្វើនោះខ្លាចគេថាធ្វើនេះខ្លាចគេថានិយាយទៅឲ្យតែធ្វើអីមួយភ័យរឿងខ្លាចគេថានឹងមុនមកអ្នកត្រូវចាំថានៅក្នុងសង្គមមួយហ្នឹងបើសិនជាយើងយកពាក្យគេថាយកមកដាក់ជាឧបសគ្គទាំងអស់គ្នារើខ្លួនអត់រួចទេធ្វើអីក៏គេចាំតែថាយើងដែរនៅពេលដែលយើងក្រគេថាយើងនឹងវាអត់គំនិតនៅពេលដែលយើងមានបានគេថាយើងនឹងវាហៃសូវាដូរចរិតនៅពេលដែលយើងស្ងាត់ស្ងៀមគេហៅយើងនឹងសងំចាំតែយកសុខហើយនៅពេលដែលយើងចែកម្លែកចេញសកម្មភាពគេថាយើងនឹងសម្ដែងនៅពេលដែលយើងចេះរស់ស៊ីចេះធ្វើទីផ្សារគេថាយើងនឹងចូលនៅពេលដែលយើងអត់ចេះរស់ស៊ីអត់ចេះធ្វើអីសោះគេថាយើងនឹងគ្មានគំនិតអ្នកខ្លះមកថាឲ្យយើងនឹងមិនមែនមានន័យថាគាត់នឹងក្រាន់បើជាងយើងឬក៏ធ្វើការងារអីមានផ្លែផ្កាជាងយើងទេគាត់តែពេលខ្លះគាត់មិនយល់ដូចយើងហើយគាត់មកនិយាយថាយើងនឹងធ្វើអីក៏ខុសដែរពីពេលនេះទៅកុំស្ដាប់ពាក្យគេនិយាយច្រើនពេកស្ដាប់បេះដូងខ្លួនឯងខ្លះផងហើយពេលដែលចេញធ្វើអីកុំយកពាក្យគេនិយាយនឹងមកដាក់មុខឲ្យសោះទៅសួរខ្លួនឯងសិនថារឿងដែលយើងកំពុងធ្វើនឹងមានប្រយោជន៍ដែរអត់ហ
ហើយវាសំខាន់ប៉ុណ្ណានៅក្នុងជីវិតរបស់យើងបើសិនជាវាសំខាន់ហើយវាមានប្រយោជន៍សម្រាប់ជីវិតរបស់យើងទោះបីជានរណានិយាយឲ្យបែកផែនដីទៀតក៏ត្រូវតែទៅធ្វើដែររឿងទី2សួរខ្លួនឯងមើលតើស្រឡាញ់ការងារនឹងប៉ុណ្ណាហើយចូលចិត្តវាប៉ុណ្ណាហើយធ្វើវាកើតអត់បើសិនការងារនឹងជាការងារដែលមានប្រយោជន៍ហើយយើងចូលចិត្តវាទៀតនរណានិយាយអីក៏សែងចិត្តគេទៅចុងក្រោយទៅសួរថាការងារដែលខ្លួនឯងកំពុងធ្វើនឹងវាស្របច្បាប់ដែរអត់វាប៉ះពាល់ជាមួយនរណាដែរអត់បើយើងចូលចិត្តវាហើយវាជាការងារដែលមានប្រយោជន៍ហើយវាស្របច្បាប់គ្មានប៉ះពាល់នរណាទេធ្វើវាទៅប្រឹងធ្វើវាឲ្យបានផលក្រៃលោថ្ងៃណាមួយអ្នកដែលថាយើងនឹងគាត់អាចមកពឹងពាក់យើងបាននៅថ្ងៃក្រោយវា